mình đang chơi chẳng mấy tết với challenge YouTube tới chập đang chơi cắt video phò cho bà ơi một viện đi lên sai đừng anh thằng nó co món á người đang video mình chắc luôn à toàn đang ấy nơi sờ bài đi cả cho vương tí tiết đăng cái này sau đây này đó cái video challengeរបស់ខ្ញុំ mà đang tới đòn này hay têបើកើតតាមថ្ងៃដែលខ្ញុំកាត់ video នេះគឺថ្ងៃទី29ខែមីនាឆ្នាំ2026ប៉ុន្តែតាមពិតជាស្ដែង video នេះខ្ញុំថតទុកយូរហើយប្រហែលជិតកន្លះខែដែរតែមកពីខ្ញុំខ្ជិលកាត់ឥឡូវមក clear storage memory ទូរស័ព្ទសិនដើម្បីស្រួលលុប video ខ្លះចេញអញ្ចឹងបើកើតត្រឹមថ្ងៃនេះ challenge របស់ខ្ញុំបានរយៈពេល127ថ្ងៃបើកើតជាខែគឺបាន4ខែមួយសប្តាហ៍ដូច្នេះនៅសល់តែ3សប្តាហ៍ទៀតប៉ុណ្ណោះ challenge របស់ខ្ញុំនឹងមកដល់ទីបញ្ចប់ហើយប៉ុន្តែក៏មើលអ្នក follower ខ្ញុំទៅតែបាន1500ជាងទេនៅខ្វះដល់ទៅ3500ជាងទៀតដឹងតែបរាជ័យហើយទៅ challenge មួយនេះឥឡូវចូលមកដល់សាច់រឿងយើងវិញនិយាយរួមទៅថ្ងៃនេះខ្ញុំសប្បាយចិត្តខ្លាំងមែនតើព្រោះខ្ញុំសរសេរ script ចប់មួយភាគប្រើពេលត្រឹមតែ3ម៉ោងគត់មើលតែក្នុងវីដេអូក៏ដឹងថាខ្ញុំសប្បាយចិត្តប៉ុណ្ណាដែរណាមួយវាជាភាពបញ្ចប់រឿងទៀត Yes បន្ទាប់ពីនិយាយទាំងសប្បាយចិត្តហើយចប់បាត់ឈឺក្បាលមកខ្លាំងមែនតើព្រោះស្រាប់តែ laptop ហ្នឹងវា restart ដោយខ្លួនឯងចោលហ្មងម៉ែអើយទៅតែសប្បាយចិត្តសោះឥឡូវត្រូវ release script អស់រលីងចង់តែបោកចោលទេអាតោះមិនអីទេសម្រួលអារម្មណ៍បន្ទាប់មកខ្ញុំក៏បានដើរទៅសម្រួលអារម្មណ៍បន្តិចហើយក៏ឈប់សម្រាកសម្រាប់ថ្ងៃនេះសិនព្រោះមិនទាន់មានអារម្មណ៍ល្អធ្វើអញ្ចឹងលុះដល់ថ្ងៃស្អែកខ្ញុំក៏តាំងចិត្តសរសេរម្ដងទៀតព្រោះអារម្មណ៍បានស្រួលខ្លះហើយប៉ុន្តែលើកនេះខ្ញុំសរសេរដាក់ក្នុង Google Keep វិញព្រោះខ្លាចសុកវា restart ទៀត Yes អញ្ចឹងបន្ទាប់ពីការអត់ធ្មត់របស់ខ្ញុំនៅទីបញ្ចប់ខ្ញុំក៏បានសរសេរបញ្ចប់ script នោះជាថ្មីម្ដងទៀតហើយខ្ញុំក៏ចាប់ផ្ដើមកាត់តវានៅលើ template របស់ខ្ញុំប៉ុន្តែវារៀងតឹងទ្រូងបន្តិចដែរដោយសារម៉ាស៊ីនវាខ្សោយកាត់អត់សូវស្រួលសោះចេះតែ error បន្ទាប់ពីកាត់រួចរាល់ខ្ញុំក៏ចាប់ផ្ដើមផុសចូលទៅក្នុង TikTok ដើម្បីឲ្យ fan បានមើលហើយខ្ញុំសប្បាយចិត្តខ្លាំងមែនទែនព្រោះមនុស្សស្មានថាខ្លួនឯងអាចធ្វើបានដល់ភាពបញ្ចប់សោះវាពិតជាច្រើនមែនទែនសម្រាប់ខ្ញុំព្រោះពីមុនមកខ្ញុំមិនដែលធ្វើអីឲ្យច្បាស់លាស់បែបហ្នឹងអញ្ចឹងណាសរុបមករឿងដែលខ្ញុំធ្វើនេះគឺចាប់ហើយឥឡូវខ្ញុំបានធ្វើរឿងមួយទៀតហើយដែរអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេចាំខ្ញុំអាប់ដេតនៅពេលក្រោយនៅពេលគ្រប់5ខែហ្មងអូខេបាយ